កុំបណ្ដោយឲ្យពាក្យថារវល់คล้ายជាលេសធ្វើឲ្យយើងឃ្លាតឆ្ងាយពីប្រពន្ធរបស់យើងចំណាយពេលវេលាស្ដាប់គាត់ផ្ដល់ភាពកក់ក្ដៅផ្ដល់ទីប្រឹក្សាឲ្យគាត់វាគឺជាគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារមួយដែលមានសុភមង្គលយូរអង្វែងកុំពូកែតែមើលថែក្នុងពេលដែលយើងតាមស្រឡាញ់គាត់តែបែរជាទុកគាត់ចោលនៅពេលដែលយើងរៀបការជាមួយគាត់អ្វីដែលឈឺចាប់បំផុតសម្រាប់មនុស្សស្រីគឺនៅពេលដែលគាត់មានប្តីតែបែរជាមានអារម្មណ៍ថាឯកោខ្លាំងជាងដែលគាត់នៅលីទៅទៀត